អ្នកដឹងទេនៅលើពិភពលោកនេះមានសាកសពមនុស្សមួយចំនួនដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលដោយសារតែពួកវាមានអាយុរាប់ពាន់ឆ្នាំប៉ុន្តែសភាពរបស់សាកសពនៅតែត្រូវបានរក្សាទុករហូតដល់សពថ្ងៃតើអ្វីជាអាថ៌កំបាំងដែលធ្វើឲ្យសាកសពទាំងនោះមិនរលួយទៅតាមពេលវេលាថ្ងៃនេះយើងនឹងនាំអ្នកឲ្យស្គាល់សាកសពដ៏ល្បីបំផុតទាំង5នៅលើពិភពលោកដែលប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនិងមានរឿងរ៉ាវនៅពីក្រោយគួរឲ្យភ្ញាក់ផ្អើល1 Opsy the Iceman បរិះទឹកកកដែលមានអាយុកាល 5300 ឆ្នាំទីកន្លែងដែលបានរកឃើញភ្នំ Alps ព្រំដែនអ៊ីតាលីនិងអូទ្រីសរកឃើញនៅឆ្នាំ 1991 ដោយអ្នកឡើងភ្នំ2នាក់អាយុកាលនៃសាកសពប្រហែល 5300 ឆ្នាំស្ថានភាពសាកសពស្បែកសក់ក្រពះសម្លៀកបំពាក់និងឧបករណ៍មួយចំនួននៅសល់វាជាសាកសពធម្មជាតិដែលរក្សាទុកបានល្អបំផុតក្នុងពិភពលោកការធ្វើតេស្តបង្ហាញថាគាត់ត្រូវបានបាញ់ព្រួញចំស្មាបណ្ដាលឲ្យបាត់បង់ឈាមជាទម្ងន់គាត់ត្រូវបានប្រយុទ្ធមុនពេលស្លាប់អ្នកស្រាវជ្រាវសន្និដ្ឋានថាគាត់ទំនងជាសត្រូវសម្លាប់មិនមែនស្លាប់ដោយធម្មជាតិទេបន្ទាប់ពីស្លាប់សាកសពធ្លាក់ចូលក្នុងទឹកកកភ្លាមសីតុណ្ហភាពទាបរារាំងបាក់តេរីខ្វះការប៉ះពាល់ពីសត្វនិងខ្យល់ទី2 Lady Di មានអាយុកាល 2100 ឆ្នាំនៅខេត្តស៊ូណានប្រទេសចិនរកឃើញនៅឆ្នាំ 1971 ស្ថានភាពសពស្បែកនៅតុនសន្លាក់អាចបត់បានហើយសរសៃឈាមនិងសរីរាង្គខ្លះស្ថិតក្នុងភាពល្អការសន្និដ្ឋានមុនពេលស្លាប់អ្នកជំនាញជឿថាការស្លាប់ដោយជំងឺបេះដូងបន្ទាប់ពីទទួលទានអាហារដែលមានជាតិស្ករខ្ពស់ហេតុអ្វីសាកសពបានរក្សាទុកបានដល់រហូតរាប់ពាន់ឆ្នាំមឈូសជាច្រើនសតបបិទជិតខ្វះអុកស៊ីសែនបរិយាកាសក្នុងភ្នូមានស្ថិរភាពល្អទី3 ឡាដូសេឡា 500 ឆ្នាំក្មេងស្រីមានអាយុ 13 ឆ្នាំនៃអាណាចក្រអ៊ីនកាការសន្និដ្ឋាននិងមូលហេតុមុនពេលស្លាប់អ្នកស្រាវជ្រាវបានជឿថានាងត្រូវបានបូជាក្នុងពិធីខេប៉ាកូហាការវិភាគលើសពបង្ហាញថាមុនពេលស្លាប់នាងបានប្រើស្លឹកកូកានិងស្រាហេតុអ្វីបានសាកសពរក្សាទុកបានកកក្នុងទឹកកកនៅលើភ្នំខ្ពស់សីតុណ្ហភាពទាបខ្លាំងនិងខ្យល់ស្ងួតទី4 Junita Maiden ការសន្និដ្ឋានមុនពេលស្លាប់ការធ្វើតេស្តបង្ហាញថានាងត្រូវបានវាយចំក្បាលមុនពេលស្លាប់ហើយត្រូវបានបូជាក្នុងវិធីសាសនាហេតុអ្វីបានសាកសពរក្សាទុកបានរាប់រយឆ្នាំសាកសពបានកកនៅលើភ្នំភ្លាមបន្ទាប់ពីស្លាប់នៅលើទឹកកកនិងខ្យល់ត្រជាក់បានរក្សាទុករាងកាយយ៉ាងល្អទី5 Wider Girl 2000 ឆ្នាំការសន្និដ្ឋានមូលហេតុមុនស្លាប់មានខ្សែរឹតកជំវិញនិងរបួសអ្នកស្រាវជ្រាវសន្និដ្ឋានថានាងត្រូវបានសម្លាប់ក្នុងវិធីបូជាឬជាការដាក់ទណ្ឌកម្មហេតុអ្វីបានសាកសពរក្សាទុកបានមកដល់សពថ្ងៃកប់នៅក្នុងភពមានអាស៊ីតខ្វះអុកស៊ីសែនសរុបមកសាកសពទាំង5មិនមែនគ្រាន់តែជាសាកសពដែលនៅពីអតីតកាលនោះទេប៉ុន្តែវាជាកំណត់ត្រាដ៏រស់រវើកមួយដែលរក្សាទុកយ៉ាងអាថ៌កំបាំងនៃជីវិតការស្លាប់វប្បធម៌របស់មនុស្សរាប់ពាន់ឆ្នាំមុនអ្វីដែលគួរចាប់អារម្មណ៍បំផុតគឺបន្ទាប់ពីឆ្លងកាត់ពេលវេលារាប់ពាន់ឆ្នាំសាកសពទាំងនេះនៅតែអាចឈរជាសាក្សីចំពោះអតីតកាលរហូតមកដល់សពថ្ងៃ